គ្រាមួយដែលកីឡាករបាល់ទាត់មួយក្រុមត្រូវជ្រើសរើសរវាងឈ្នះការប្រកួតឬក៏រក្សាជីវិតខ្លួនឯងឲ្យគង់វង្សទីក្រុងគៀវប្រទេសអ៊ុយក្រែននៃសហភាពសូវៀតនាគមហរដូវនៃទសវត្សរ៍ទី40ទីក្រុងទាំងមូលពោពេញដោយភាពជងំស្ងាត់ស្ងៀមមិនមែនដោយសារភាពស្ងប់ស្ងាត់ស្ថិរភាពឬសន្តិភាពទេតែដោយសារអំណាចនៃភាពភ័យខ្លាចបានមករកដណ្ដប់ភាពសោមនស្សនៃអ្នកផងក្នុងប្រជាជាតិទាំងមូលទងអាល្លឺម៉ង់បករវេរវេចនៅលើទីស្ថានដែលទងជាតិអ៊ុយក្រែនធ្លាប់តែឈរជើងកីឡាដ្ឋានដែលធ្លាប់តែជាទីអ៊ូអរពោពេញដោយសម្លេងជាបែរត្រូវប្រែខ្លាយទៅជាអបជ័យនៃក្តីមួម៉ងតែយ៉ាងណានៅទីលានបាល់ទាត់ដ៏គួរអួរអាប់មួយហ្នឹងកំពុងតែមានហេតុការណ៍ដ៏សែនគ្រោះថ្នាក់មួយយ៉ាងកើតឡើងមិនមែនដោយការប្រយុទ្ធដែលប្រើសភាវុធយុទ្ធភ័ណ្ឌទេតែវាជាការប្រកួតដែលមានចរិតទុកក្នុងប្រវត្តិសាស្ត្រថាជាការប្រកួតមរណៈនាគ្រិស្តសករាជ1941កងទ័ពណាស៊ីអាល្លឺម៉ង់បានចូលលុកលុយសហភាពសូវៀតហើយទីក្រុងបានធ្លាក់ចូលទៅក្នុងអន្តការនេះយ៉ាងឆាប់រហ័សបំផុតទំនប់បំរុងស្បៀងត្រូវបានកាត់ផ្តាច់ការប្រកបរបរការងារលែងត្រូវបានប្រព្រឹត្តទៅទៀតហើយជីវិតម្នាក់ៗត្រូវបានរស់យ៉ាងត្រដោកីឡាករបាល់ទាត់អាជីពដែលដើមឡើយធ្លាប់តែជាវីរបុរសនៅក្លឹបដូចជា Dynamo Kyiv ត្រូវបានប្រើឲ្យទៅធ្វើជាកម្មករនៅរោងចក្រឧស្សាហកម្មនានាជាអ្នកដុតនំនិងការងារប្រើពលៈកម្លាំងនានាដើម្បីដូរបាយចិញ្ចឹមនៅអាត្មាតែបាល់ទាត់ដែលព្យាបាលជាសាសនានៃមនុស្សរាប់លានអ្នកបានបដិសេធមិនចោះចាញ់នឹងអំណាចនៃសេចក្តីអបានណាឡើយកាលនោះមានមនុស្សមួយក្រុមដែលពួកគេសុទ្ធតែធ្លាប់ជាកីឡាករនៃ Dynamo ឬក៏ Lokomotiv បានរួបរวมគ្នាកំឡុងពេលបម្រើការងារជាអ្នកដុតនំរបស់ពួកគេហើយពេលហ្នឹងក្រុមបាល់ទាត់មួយត្រូវបានកកើតឡើងមកមានឈ្មោះថា FC Start គ្មាន sponsors គ្មានការគាំពារអត់មានអនាគតច្បាស់លាស់អីវាគ្រាន់តែកើតចេញពីក្តីស្រឡាញ់និងមោទនភាពតាមប៉ុណ្ណឹងឯងពួកគេចាប់ផ្ដើមយុទ្ធនាការប្រកួតជាមួយក្រុមបាល់ទាត់របស់ពួកយោធានិងកងកម្លាំងកាន់កាប់នានាដូចជាហុងការីវាបានបន្តពីមួយប្រកួតទៅមួយប្រកួតហើយជ័យជំនះជាច្រើនបានបំបាក់មុខពួកទាហានកាន់កាប់អស់នឹងជាខ្លាំងហើយពួកគេមានជាការក្រេវក្រោធជាអនាគតការនិងទន្ទិញចង់បានអត់ឧបមានៃការប្រកួតសងសឹកមុនការប្រកួតសងសឹកដ៏សំខាន់មួយនេះបានចាប់ផ្ដើមឡើងជាមួយកងអាកាសអាល្លឺម៉ង់ Flakhev មានសារក្រានរំលឹកមួយបានបញ្ជូនទៅដល់ខាងអ៊ុយក្រែនមួយមិនចំតែនៃច្បាស់លេងល្អតែកុំល្អខ្លាំងពេកអត្ថន័យនេះវាច្បាស់ថាបើគេអត់ព្រមចាញ់ទេគេអាចជួបលទ្ធផលដោយអាណែវអញ្ចឹងទីបំផុតថ្ងៃនោះក៏បានមកដល់កីឡាដ្ឋានផ្ទុកពេញដោយមនុស្សយ៉ាងច្រើនកកពួកមន្ត្រីអ្នកមុខអ្នកការអាល្លឺម៉ង់បានសម្លឹងមើលពីលើអត្តច័ន្ទមកហើយពួកកងប្រដាប់អាវុធក៏តម្រៀបយ៉ាងម៉ឺងម៉ាត់តាមខ្សែបន្ទាត់នៃទីលានសម្បីអាជ្ញាកណ្ដាលក៏អាចនឹងចូលខាងនឹងពួកទាហានកាន់កាប់ខុសច្បាប់អស់នឹងដែរមុនការកែបានមកដល់ពួកអាល្លឺម៉ង់គេបានធ្វើកាយវត្តនាដល់ពួកណាស៊ីតែខាង FC Starបានខ្វល់ឡើយគ្មានការគោរពប្រណិប័តអាកប្បកិរិយាអីទាំងអស់ត្រឹមតែជាការឈរស្មឹងស្មាតហើយការប្រកួតក៏បានចាប់ផ្ដើមឡើងទោះបីមានការបង្កកំហុសយ៉ាងកក្លឿនការកាត់សេចក្តីបែរលំអៀងនិងសម្ពាធមកពីគ្រប់ទិសទីតែពួក FC Star នៅតែលេងយ៉ាងគ្មានតក់ស្លុតពួកគេប្រយុទ្ធពួកគេប៉ះបាល់និងព្យាយាមរកគ្រាប់បាល់អត់ឈប់ឈរហើយគេបាននាំមុខនៅចប់វគ្គទី1មុនចូលមកដល់តង់ទី2ក៏នៅតែមានការគំរាមកំហែងដូចមុនអញ្ចឹងតែខាងអ៊ុយក្រែនមិនបានខ្វល់ឡើយចប់ការប្រកួតគេបំបាក់ពួកទ័ពអាកាសអាល្លឺម៉ង់ដោយលទ្ធផល5-3មានឡើយការអបអរនៃជ័យជំនះមានធំពួកកីឡាករដែលយាត្រាសម្ដៅចេញពីទីលានដោយអរ៉ាទទួលជ្រាបនៅសម្ពាធនិងរឿងមិនប្រក្រតីដែលអាចនឹងកើតឡើងលើរូបខ្លួនមួយសប្តាហ៍កន្លងទៅកីឡាកររបស់ FC Star មួយចំនួនបានត្រូវចាប់ខ្លួនដោយពួក Gestapo ប៉ូលីសសម្ងាត់របស់ប៉ាណាស៊ីអ្នកមួយចំនួនត្រូវបានគេសួរចម្លើយធ្វើទារុណកម្មហើយអ្នកមួយចំនួនទៀតត្រូវបានបញ្ជូនធ្វើពលករនៅតាមជំរំនានាហើយយ៉ាងហោចណាស់មាន4អ្នកដែលបាត់បង់ជីវិតតាមរយៈហេតុការណ៍នេះយ៉ាងណាប្រវត្តិវិទូឯកភាពជុំគ្នាថាកីឡាករខាង FC Star បានត្រូវបានគេធ្វើអត្តឃាតភ្លាមក្រោយជ័យជំនះការប្រកួតមួយហ្នឹងឯងតែជំនួបមួយនេះវាពិតជាធ្វើឲ្យគេខ្លាចជាមុខសញ្ញាការតតាំងនិងវីរភាពរបស់ពួកគេគឺពិតជាត្រូវចងចាំទុកហេតុអីព្រោះថានេះវាពិតជាលើពីបាល់ទាត់វាជាសញ្ញាបង្ហាញពីការប្រឆាំងនឹងការចោះញ៉ងការតតាំងដ៏អំណត់ហើយជាការរំលឹកដល់កិត្តិយសគុណធម៌ដែលនៅតែអាចក្រោកឡើងបានបើទោះបីកំពុងប្រឈមនឹងសម្ពាធពីការគ្រប់គ្រងកាន់កាប់ណាក៏ដោយពួកគេមិនប្រយុទ្ធដោយយុទ្ធភ័ណ្ឌទេតែពួកគេតតាំងយ៉ាងក្លាហាននៅក្នុងទីលានពេញ90នាទីក្នុងគ្រាដែលការព្រមចោះញ៉ងវិញ្ញាជាជាងការតាមត្រែងការតតាំងខោឈរពុះពៀដើម្បីជ័យជំនះពួកគេជ្រើសរើសក្នុងការតតាំងប្រឆាំងមិនរារែងមិនដើម្បីតែជ័យជំនះពានរង្វាន់អីឡើយតែដើម្បីកិត្តិនាមកិត្តិយសហើយជាកម្លាំងបណ្ដាចិត្តឲ្យមនុស្សផងដែលជ្រាបយល់ពីរឿងរ៉ាវនេះពួកអីបើកាលណាមនុស្សយើងលែងមានសម្រែកនៃភាពហានខ្លាទាំងហ្នឹងហើយ
នោះជាវិញ្ញាណសេចក្តីមោទនៈនឹងខ្លួនដើម្បីតម្រង់ជីវិតបន្តក៏លែងស្ថិតមានឡើងដូចគ្នាដែរហើយរឿងរ៉ាវនេះក៏បានបញ្ជាក់ថាទោះស្ថិតក្រោមអំណាចនៃអំពើឃោរឃៅយ៉ាងណាក៏ដោយចិត្តវិញ្ញាណព្រលឹងនៃភាពហានខ្លាត្រូវតែជាអតិភិបជានិច្ចហើយនេះគឺការសបោ channel ដែលជឿថាបាល់ទាត់វាលើសពី90នាទីហើយរឿងរ៉ាវនេះដែលកើតឡើងនៅក្នុងពិភពបាល់ទាត់នឹងពិតជាអាចកែប្រែជីវិតពួកយើងបានសម្រាប់ថ្ងៃនេះមានប៉ុណ្ណេះអរគុណច្រើនដែលតាមដានមកដល់ចំណុចនេះជួបគ្នាឱកាសក្រោយលាសិនហើយ